ប្រុសម្នាក់នឹងមានកូនចិញ្ចិញ្តូចមួយនៅក្បែរខ្លួនកំពុងតែអង្គុយសម្រាកនៅក្រោមដើមឈើក្នុងទីធ្លាវត្តអូណាឡោមខ្ញុំដឹងថាគាត់ប្រកបរបរថ្លឹងគីឡូខ្ញុំបានចូលជួបគាត់ដើម្បីថ្លឹងគីឡូនឹងឆ្លៀតពេលនោះខ្ញុំនិយាយលេងជាមួយគាត់បន្តិចបន្តួចស្ថិតនៅក្នុងសម្លៀកបំពាក់រយាអាវពណ៌កគីចាស់និងខោខ្មៅដែលពេញដោយបំណះជាមួយនឹងកូនចិញ្ចិញ្ថ្លឹងគីឡូមួយនៅក្បែរខ្លួនបានប្រាប់ខ្ញុំថាគាត់មានឈ្មោះមាសផលមានវ័យជាង70ឆ្នាំហើយផលជាកសិករដែលមកពីខេត្តព្រៃវែងគាត់មានប្រពន្ធនិងកូន6នាក់កូនទាំង6របស់គាត់មានគ្រួសារអស់ហើយនិងប្រកបរបរធ្វើស្រែចម្ការដូចគ្នាក្នុងនោះមានកូន2នាក់មកធ្វើការងារជាកម្មករសំណង់នៅភ្នំពេញដោយសារតែជីវភាពគ្រួសារផលមានការលំបាកហេតុនេះកូនរបស់គាត់មិនបានរៀនសូត្រខ្ពង់ខ្ពស់នោះទេទោះបីជាមានវ័យចាស់ក៏ពិតមែនតែផលមើលទៅហាក់ដូចជាមានសុខភាពមាំមួននៅឡើយដោយសារតែជួបបញ្ហាលំបាកនៅក្នុងជីវភាពគ្រួសារច្រើនបន្ទាប់ពីការងារស្រែចម្ការគាត់ក៏សម្រេចចិត្តមករកប្រាក់បន្ថែមនៅភ្នំពេញគាត់មកនេះដោយប្រកបរបរថ្លឹងគីឡូដែលគាត់អាចរកចំណូលបានជាង 10,000 រៀលទៅ 20,000 រៀលក្នុងមួយថ្ងៃគាត់ត្រូវដើរទៅមករៀងរាល់ថ្ងៃពីមុខព្រះបរមរាជវាំងរហូតដល់ផ្សាររាត្រីផ្សារចាស់នៅពេលរសៀលបន្តិចទើបគាត់ចូលមកសម្រាកនៅក្នុងវត្តអូណាឡោមផលមិនមានផ្ទះស្នាក់នៅច្បាស់លាស់ទេពេលសម្រាកនៅពេលយប់គាត់ទៅសម្រាកជាមួយពូអ្នកធាក់ស៊ីក្លូនៅចិត្តសារៈមន្ទីរជាតិទោះបីជាកូនទាំងពីររបស់គាត់មកធ្វើជាកម្មករនៅភ្នំពេញក៏គាត់មិនដែលជួបនឹងដឹងថាកូនរបស់គាត់ធ្វើការនៅទីណានោះទេព្រោះមិនមានអ្វីទំនាក់ទំនងបានផលបាននិយាយដោយសោកញឹមថាសម័យនេះទោះបីជាលំបាកក៏មិនលំបាកដល់សម័យខ្មែរក្រហមដែរហើយឆ្លៀតពេលនោះគាត់ក៏បានរំលឹកពីជីវិតគាត់ក្នុងសម័យខ្មែរក្រហមប្រាប់ខ្ញុំផលជាកូនកសិករនៅក្នុងឃុំសំរោងស្រុកស្វាយអន្តរខេត្តព្រៃវែងនិងមានបងប្អូនប្រុសស្រី8នាក់ដោយសារតែជីវភាពគ្រួសារក្រីក្រលំបាកគាត់បានរៀនសូត្រត្រឹមថ្នាក់ទី8ប៉ុណ្ណោះរួចក៏ឈប់មកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញគាត់បានរៀបការនៅឆ្នាំ1969និងមានកូន2នាក់ភូមិស្រុកដែលផលរស់នៅត្រូវខ្មែរក្រហមចូលមកកាន់កាប់តាំងពីឆ្នាំ1970មកម្លេះនៅអំឡុងពេលនោះខ្មែរក្រហមមិនទាន់មានការធ្វើបាបអ្វីដល់ប្រជាជននោះទេការងារធ្វើស្រែចម្ការត្រូវធ្វើជាក្រុមប្រវាស់ដៃរហូតដល់ឆ្នាំ1976ទើបមានការហូបរួមក្រោយឆ្នាំ1975ផលត្រូវបានអង្គការចាត់តាំងឲ្យធ្វើមេភូមិនិងក្តាប់សហគមន៍ភូមិត្រពាំងឥដ្ឋដែលគាត់បានបដិសេធមិនធ្វើពេលនោះអង្គការខឹងនឹងការដែលគាត់បដិសេធនេះណាតែរកវិធីសម្លាប់មិនបានគាត់បានឲ្យដឹងថាអ្នកដែលឡើងធ្វើមេភូមិបន្ទាប់ពីនោះត្រូវអង្គការយកទៅជាបន្តមិនដឹងជាយកទៅទីណានោះឡើយនៅអំឡុងចុងឆ្នាំ1976ផលនឹងគ្រួសារជាមួយនឹងអ្នកភូមិមួយចំនួនទៀតត្រូវខ្មែរក្រហមជំនះចេញពីភូមិគាត់និងអ្នកជំនះឯទៀតបានដើរមកដល់អ្នកលឿងទើបមានឡានអង្គការមកទទួលនិងដឹកបន្តមកដល់ច្បារអំពើមកដល់ភ្លាមអង្គការបានចែកក្រមាពណ៌ខៀវម្នាក់មួយនិងរៀបចំបាយឲ្យហូបបន្ទាប់ពីហូបបាយរួចឡានបានដឹកអ្នកជំនះទាំងអស់ទៅកាន់រារថភ្លើងដើម្បីធ្វើដំណើរបន្តទៅកាន់ខេត្តពោធិ៍សាត់ពេលនោះម្នាក់មានក្តីរីករាយណាស់ដោយសង្ឃឹមថាទៅរស់នៅកន្លែងថ្មីនិងមានអាហារហូបគ្រប់គ្រាន់ព្រោះនៅពេលដែលអង្គការប្រកាសជំនះពេលដំបូងបានប្រាប់ថាទៅដល់ទីនោះជាដីតំបន់ខ្លាញ់សម្បូរហូបណាស់ដើមអំពៅប៉ុនកដៃកជើងរាប់សិបហិកតាឯណោះដំឡូងមើមធំគប់ទៀតតតែមានអីគ្រីបឡើងទើបគាស់មើមវាបានហើយស្រូវអង្គមិនខ្វះទេការធ្វើដំណើរដោយរថភ្លើងពីភ្នំពេញទៅដល់ពោធិ៍សាត់ត្រូវចំណាយពេលមួយយប់មួយថ្ងៃដែលទូរថភ្លើងនីមួយផ្ទុកមនុស្សណែនប្រហែលពី30ទៅ40នាក់ពេលទៅដល់ពោធិ៍សាត់នៅថ្ងៃរសៀលអង្គការបានបញ្ជូនផលនឹងអ្នកឯទៀតទៅកាន់ភូមិមួយឈ្មោះថាភូមិអូក្រៀតស្រុកក្នុងស្រុកបាកានពេលទៅដល់ភូមិទើបផលដឹងថាអ្វីមិនដូចអង្គការបានប្រាប់នោះទេគាត់គិតថានេះពិតជាបញ្ជូនមកឲ្យស្លាប់មិនខានព្រោះទីនេះគ្មានអ្វីទាំងអស់តែពេលដែលទៅដល់ដំបូងពេលបាយគឺអង្គការដាំបាយឲ្យហូបមួយឆ្អែតបន្ទាប់ពីបាយរួចទើបអង្គការបើកអង្គប្រជុំដើម្បីធ្វើការបែងចែកការងារផលត្រូវអង្គការចាត់តាំងឲ្យចូលកងចល័តក្រុមព្យួរដែលមានសមាជិកប្រហែល10នាក់ហើយប្រពន្ធរបស់គាត់អង្គការចាត់តាំងឲ្យនៅកងស្ទូងធ្វើការនៅភូមិអូក្រៀតបានប្រហែល1ខែក៏មានលេចលឺដំណឹងពីព្រឹត្តិការណ៍បះបោររបស់មេភូមិភៀកបូព៌ាឈ្មោះសោភឹម
ពេលនោះនៅក្នុងភូមិមានភាពចិត្តបោកចិត្តបល់បន្តិចផលសង្កេតឃើញប្រជាជនមួយចំនួនរៀបចំអីវ៉ាន់យកអង្គគោក្របីបំរុងភៀសខ្លួនតែបន្តិចក្រោយមកឆ្លប់ឬយោធាខ្មែរក្រហមមកបានខាត់និងប្រាប់ថាមិនបាច់យកអីវ៉ាន់ទៅទេហើយឲ្យអ្នកដែលចង់ចាក់ចេញទាំងអស់មកចុះឈ្មោះបន្ទាប់មករំលងបានមួយយប់អ្នកដែលបានកត់ឈ្មោះទាំងអស់ត្រូវអង្គការចាប់យកទៅសម្លាប់ទាំងគ្រួសារតែម្ដងអ្នកខ្លះក៏បានរួចពីការសម្លាប់នេះនិងបានរត់ចេញពីភូមិទៅរស់នៅភូមិផ្សេងទៀតផលឲ្យដឹងថានៅភូមិអូក្រៀតនេះមានប្រជាជនស្លាប់ជាច្រើនដែលភាគច្រើនស្លាប់ដោយសារខ្មែរក្រហមសម្លាប់គាត់នៅចងចាំទស្សនភាពដ៏គួរឲ្យសង្វេគមួយគឺឃើញសាកសពនារីម្នាក់ហើយមានកូនតូចកំពុងតែបើកដោះសាកសពម្ដាយដោយគ្មាននរណាអើពើឡើយចំណែកនៅតាមផ្លូវគាត់បានឃើញសាកសពជាច្រើនខ្លះកប់មិនចិត្តនៅពីពេញវាលប្រជាជនទាំងនោះស្លាប់ដោយសារខ្មែរក្រហមចោទថាជាខ្មាំងយួនខ្ជិលធ្វើការគឺទុកក៏មិនចំណេញនៅអំឡុងឆ្នាំ1978ប្រហែលខែតុលាផលនឹងគ្រួសារនិងអ្នកផ្សេងទៀតត្រូវអង្គការផ្លាស់ឲ្យទៅនៅភូមិព្រៃក្លូតពេលទៅដល់ដំបូងអង្គការអនុញ្ញាតឲ្យសាងសង់ផ្ទះដោយខ្លួនឯងសម្រាប់រស់នៅជាមួយគ្រួសារផលបានរំលឹកថាទៅដល់ទីនោះអ្នករស់នៅចាស់ដែលដឹងថាយើងជាអ្នកជំនះមកពីបូព៌ាអ្នកទាំងនោះមិនពេញចិត្តនឹងជនចំណូលថ្មីនេះទេនៅក្នុងភូមិមានអណ្ដូងទឹកមួយតែត្រូវបិទចិត្តឲ្យមិនឲ្យអ្នកថ្មីប្រើប្រាស់ទេអ្នកជំនះថ្មីទាំងអស់ត្រូវស្វែងរកទឹកប្រើប្រាស់ដោយខ្លួនឯងតែម្ដងទឹកដែលអាចរកបានគឺរកតាមស្លុកឬទឹកជ្រោះហើយយកមកដាំផឹកតែប៉ុណ្ណោះចំពោះការហូបចុកវិញគឺរបបបានបាយមួយកូនវែកតូចបើប្រៀបធៀបនឹងភូមិចាស់ដែលគាត់រស់នៅគឺមានការលំបាកជាងនៅព្រៃក្លូតអង្គការចាត់តាំងផលឲ្យចូលកងលីស្រូវចំណែកឯប្រពន្ធមាននីតិក្រងស្បូវសម្រាប់ប្រក់ដំបូលផ្ទះរស់នៅព្រៃក្លូតមិនបានប្រមាណផងកូនរបស់ផលបានកើតជំងឺកញ្ជ្រិលដោយសារទីនោះមិនមានពេទ្យនិងថ្នាំព្យាបាលត្រឹមត្រូវទើបមួយរយៈក្រោយមកកូនរបស់គាត់បានលាចាកលោកនេះទៅហើយផលក៏មិនអាចធ្វើអ្វីបានគឺត្រឹមតែសោកស្ដាយចំពោះការស្លាប់របស់កូននេះតែប៉ុណ្ណោះប្រហែលជាចុងឆ្នាំ1978ឬដើមឆ្នាំ1979កងទ័ពវៀតណាមបានវាយចូលមកពេលនោះគណៈគ្រប់គ្រងភូមិឃុំបាននាំគ្នារត់ភៀសខ្លួនអស់ហើយអ្នកភូមិក៏នាំគ្នាភៀសខ្លួនដែរអ្នកភូមិមួយចំនួនត្រូវខ្មែរក្រហមគៀទៅជាមួយហើយមួយចំនួនទៀតត្រូវវៀតណាមរំដោះបាននៅអំឡុងពេលធ្វើដំណើរផលនឹងគ្រួសារបាននាំគ្នាធ្វើដំណើរត្រឡប់មកក្រោយវិញដើម្បីស្វែងរកបងប្អូនពេលធ្វើដំណើរត្រឡប់ក្រោយគាត់បានឲ្យដឹងថាកងទ័ពវៀតណាមតែងតែធ្វើការឆែកឆេររករបស់មានតម្លៃពីប្រជាជនហើយគ្រួសារណាដែលមានកូនស្រីគឺត្រូវឲ្យកូនប្រឡាក់ភក់នឹងមុខឬកាត់សក់ធ្វើយ៉ាងម៉េចមើលទៅឲ្យអាក្រក់មើលដើម្បីឲ្យជៀសផុតពីការចាប់បៀតបៀនរបស់កងទ័ពវៀតណាមផលនឹងគ្រួសារបានធ្វើដំណើរមកដល់ស្រុកហើយបានសាកសួរអ្នកភូមិនិងអ្នកដំណើរពីដំណឹងបងប្អូនរបស់គាត់ដែលបានបែកគ្នាតាំងពីថ្ងៃជំនះមកពោធិ៍សាត់នេះម្លេះក្រោយពីការខិតខំស្វែងរករបស់គាត់ពីម្នាក់ទៅម្នាក់ទីបំផុតគាត់បានរកឃើញបងប្អូនគាត់វិញក្រោយមកផលនឹងក្រុមគ្រួសារបានធ្វើដំណើរអស់ជាច្រើនថ្ងៃទើបមកដល់ភ្នំពេញអំឡុងពេលធ្វើដំណើរផលប្រាប់ថាយើងមកដល់កន្លែងសម្រាកពេលយប់ត្រូវរកកន្លែងណាដែលមានកងទ័ពវៀតណាមឈរជើងព្រោះដើម្បីជៀសវាងពីការចាប់គីរបស់ខ្មែរក្រហមមកដល់ភ្នំពេញផលនឹងគ្រួសារបានសម្រេចចិត្តធ្វើដំណើរបន្តទៅកាន់ស្រុកកំណើតនៅខេត្តព្រៃវែងពេលនោះមានរថយន្តកងទ័ពវៀតណាមសម្រាប់ដឹកប្រជាជនដែលមានបំណងទៅខេត្តនឹងបានជូនទៅដល់ត្រឹមកំពង់ចម្លងអ្នកលឿងដោយមិនមានយកកម្រៃក្រៅពីបានត្រឡប់មកដល់ស្រុកកំណើតផលនឹងគ្រួសារចាប់ផ្ដើមកសាងជីវិតជាថ្មីដោយប្រកបរបរធ្វើស្រែនិងដាំដំណាំរហូតដល់បច្ចុប្បន្ននេះ